រៀនចែកអតាបឋមតទៀតលេខ13គឺ196យើងដឹងហើយថាលេខ6គឺជាលេខគូអញ្ចឹងកាលណាបើសិនជាវាជាលេខគូយើងត្រូវចែកនឹង2អញ្ចឹងចែក2អានេះដាក់បាន9 9 2ដង18ដកទៅសល់1តម្លាក់6វាបាន8 8 2ដង16ណាបន្ទុយគូទៀតហើយអញ្ចឹងយើងចែកនឹង2អញ្ចឹងមុខនេះដាក់បាន4 2ដង8សល់1តម្លាក់8ចុះ18បាន9អូខេអញ្ចឹងយើងចែកនឹង7ណាបាទបាន7ចែក7បាន1អញ្ចឹងយើងអាចសរសេរបានថា2ការ៉េគុណជាមួយនឹង7ការ៉េអញ្ចឹង2ការ៉េគុណនឹង7ការ៉េតលំហាត់លេខ14ឥឡូវយើងមើល225កន្ទុយ5អញ្ចឹងចំណាំណាត្រូវចែកនឹង5បាទលេខបឋមយើងគឺលេខ5ហ្នឹងបាទចែក5ខាងមុខនេះកាត់ពីខ្ទង់ទៅ20 20ដាក់បាន4ដងបាទ5 4ដង20សល់កន្ទុយ2នេះតម្លាក់5ចុះបាន25ដាក់បាន5ដងអញ្ចឹងកន្ទុយ5នេះគឺយើងអាចចែកនឹង5បានតទៀតអញ្ចឹងបាន9បាទ9ចែកដាច់នឹង3បាន3ចែក3បាន1អញ្ចឹងយើងអាចសេបាន5ការ៉េបាទគុណជាមួយនឹង3ការ៉េអញ្ចឹង5ការ៉េគុណនឹង3ការ៉េអូខេអញ្ចឹងយើងដឹងរបៀបធ្វើយើងធ្វើ4ខ្ទង់នេះមក